ភ័យខ្លាចការក្បន់ការចងអាឃានជាច្រើនពាន់ឆ្នាំកន្លងមកកម្លាំងមួយគ្រប់គ្រងពិភពលោកនៃសត្វបន្សាយភ័យខ្លាចសត្វសាហាវសម្រាប់ធ្វើជាចំណីសត្វសាហាវស៊ីសាញ់មិនអាចគ្រប់គ្រងចិត្តបានចំណេញធម្មជាតិគឺសម្រាប់និងប្រហារនិងឈាមហើយស្លាប់ពេលនោះពិភពលោកត្រូវបានបែងចែកជាពីរសត្វស៊ីសាច់ដ៏កាចសាហាវនិងសត្វស្លូតបូនប៉ុន្តែក្រោយមកយើងបានវិវត្តនិងបានផ្លាស់ប្ដូរចរិតព្រៃផ្សៃដែលមានពីមុនមកឥឡូវសត្វស៊ីសាច់និងសត្វជាចំណីត្រូវបានរស់នៅជាមួយគ្នាដោយសុខដុមហើយរាល់ថនិកសត្វតូចៗនឹងមានឱកាសច្រើនខ្លាំងណាស់ដែរមិនហើយខ្ញុំមិនចាំបាច់ភ័យខ្លាចក្រាបពួនក្នុងវងទៀតទេផ្ទុយទៅវិញខ្ញុំអាចធ្វើជាអវកាសយាននឹងខ្ញុំមិនចាំបាច់ធ្វើជាសត្វប្របាញ់ដល់ឡៃការទៀតនោះទេពេលនេះខ្ញុំអាចប្របាញ់លើកលែងពន្ធដារហើយខ្ញុំគឺជាអ្នកកែរនីតម្លៃពន្ធដារទៀតផងហើយខ្ញុំនឹងធ្វើឲ្យពិភពលោកខ្លាចជាកន្លែងប្រសើរជាងមុនខ្ញុំគឺជាមន្ត្រីប៉ូលីបលិជាកូនទុនសាយនោះគឺជារឿងប្រទេសបំផុតដែលខ្ញុំធ្លាប់ឮវាហាក់ដូចជាមិនអាចទៅរួចទេចំពោះអ្នកដែលកាត់ចង្អៀនខ្ញុំកំពុងសម្លឹងមើលឯងគីឌៀនការ៉េប៉ុន្តែវាមានចម្ងាយតាមតែ211ម៉ាយប៉ុណ្ណោះមានទីក្រុងមួយដ៏អស្ចារ្យឈ្មោះ Zootopia ដែលបុព្វបុរសយើងបានរួមរស់ជាមួយគ្នាក្នុងសន្តិភាពជាលើកដំបូងហើយបានប្រកាសថាអ្នកគ្រប់គ្នាអាចធ្វើអ្វីក៏បានសូមអរគុណអ្នកទាំងអស់គ្នារាត្រីសួស្តីទូឌីតើកូនធ្លាប់ឆ្លងថាតើប៉ាហើយនឹងម៉ាក់កូនអាចរស់នៅរីករាយបានយ៉ាងដូចនេះទេនោះគឺថាប៉ាម៉ាក់បងប្អូនក្តីសម្បត្តិរបស់ខ្លួនបានរស់នៅជាមួយគ្នាមែនទេអូហើយវាពិតជាត្រូវយើងរស់នៅជាមួយគ្នាចាស់លោកកូនទេនោះគឺជាភាពស្រស់ស្អាតនៃជីវិតដ៏សាមញ្ញមួយណាទូឌីបើកូនមិនធ្វើអ្វីថ្មីទេកូននឹងប្រែគេហើយដឹងទេខ្ញុំពិតជាចិត្តអ្វីដែលថ្មីអ្វីដែលប៉ាកូនចង់និយាយនោះគឺជារឿងមួយដែលពិបាកវាអាចទៅរួចដែលកូនចង់ខ្លាចជាមន្ត្រីប៉ូលីសនោះត្រូវហើយមិនដែលមានប៉ូលីសជាកូនសាយទេកូនកុំធ្វើរឿងហ្នឹងអីមិនត្រូវទេណាចឹងឯងខ្ញុំគិតថាខ្ញុំនឹងខ្លាចជាអ្នកដំបងគេបង្អស់ព្រោះខ្ញុំនឹងធ្វើឲ្យពិភពលោកខ្លាចជាកន្លែងដ៏ប្រសើរជាងមុនបើចឹងកូនដឹងទេបើកូនចង់ឲ្យពិភពលោកខ្លាចជាកន្លែងប្រសើរជាងមុនមានវិធីអ្វីល្អជាងការដាំការ៉ុតនោះទេណាកូនណាមែនហើយប៉ាកូនម៉ាក់និងបងប្អូនប្រុសស្រីរបស់កូន275នាក់ទៀតយើងកំពុងតែផ្លាស់ប្ដូរពិភពលោកហើយការ៉ុតមួយផ្លែក្នុងពេលតែមួយអរគុណចំពោះវាការដាំការ៉ុតគឺជាការងារថ្លៃថ្នូរណាកូនតែកូនយល់ទេម៉ាក់ចង់និយាយថាជាការល្អហើយដែលកូនមានក្តីសុបិនមិនទេតែកូនមិនត្រូវជឿជាក់លើវាពេកទេណាកូនទៅណាបាត់ហើយ